បងប្អូនអរគ្នានេះគឺជា tool របស់កំហើញរបស់ខ្ញុំមួយនៅក្នុងការ trading ហើយខ្ញុំប្រើវាជាង1ឆ្នាំហើយគឺបានផលខ្លាំងមែនទែននៅក្នុងមួយខែគឺវាផ្ដល់ប្រាក់ចំណេញឲ្យខ្ញុំត្រឡប់មកវិញ20%នៃដើមទុនបានជារាល់ខែខ្ញុំប្រើរយៈពេល1ឆ្នាំជាងហើយគឺវាមានប្រសិទ្ធភាពខ្លាំងមែនទែនតែពេលនេះខ្ញុំបើកឱកាសសម្រាប់ឲ្យបងប្អូនដែលចង់ដាក់ copy trade មកខ្ញុំអាចដាក់បានផ្ដល់ឱកាសសម្រាប់បងប្អូនចំនួនតែ15នាក់ទេអាចធ្វើការដាក់ copy trade ជាមួយនឹងខ្ញុំបានអញ្ចឹងបងប្អូនអាចតាក់ទងមកព្រោះបច្ចុប្បន្នមានអ្នកចុះឈ្មោះចូលទៅកាន់ copy trade នេះគឺវារហូតដល់5នាក់ហើយអញ្ចឹងសល់តែ10នាក់ទៀតទេសម្រាប់បងប្អូនអរគ្នាប៉ុន្តែកំណត់ដើមទុនដែរគឺម្នាក់គឺត្រូវដាក់$10000អញ្ចឹងជាទូទៅមួយខែគឺនឹងបាន20%ត្រឡប់ទៅវិញប៉ុន្តែខ្ញុំនឹងកាត់យកសម្រាប់ខ្ញុំគឺ5%បងប្អូនបាន15%ត្រឡប់ទៅវិញអញ្ចឹងបងប្អូនរស់រានឡើង tool នេះខ្ញុំប្រើមានប្រសិទ្ធភាពខ្លាំងមែនទែនបានផលពិតបងប្អូនអាចសាកបានហើយនៅពេលដែលបងប្អូនដាក់ចូលមក10000ចំនួន10នាក់វាបាន$10000នៅក្នុងមួយខែខ្ញុំនឹងឲ្យបងប្អូន15%ទៅវិញព្រោះខ្ញុំយកបាន5%ហើយបងប្អូនរយៈពេល3ខែប្រកាសថាបងប្អូនដាក់លុយថែមព្រោះលុយនឹងបានចំណេញបងពិតហើយនៅពេលដែលបងប្អូនដាក់លុយមកថែមជាពេលដែលខ្ញុំប្រមូលបានលុយគ្រប់គ្រាន់អញ្ចឹងជាពេលមួយដែលខ្ញុំអាចរត់បានខ្ញុំអាចរត់ចេញពីស្រុកបានហើយថាបងប្អូនអរគ្នាពួកបានលុយច្រើនដែរជាទូទៅបងប្អូនអរគ្នាការ trading មួយត្រូវចាំថាបើសិនជាមានការធានាទៅលើប្រាក់ចំណេញមួយខែ15%មួយខែ20%ឬ30%ខ្ញុំប្រើពាក្យមួយម៉ាត់ថាបោកសុទ្ធបងប្អូនអរគ្នាបោកសុទ្ធវាលើលោកនេះដូចខ្ញុំនៅតែនិយាយពាក្យដែរថាលើលោកនេះវាមានរឿងដែលល្អឥតខ្ចោះអញ្ចឹងពេកបងប្អូនអរគ្នាតែសួរថាវិធីសាស្ត្រមួយនេះយូរនៅឬក៏ old school ពេកទៅដឹងតាមពិតទៅទោះបីជាវិធីសាស្ត្រជាយូរមកហើយប៉ុន្តែបច្ចុប្បន្ននេះក៏នៅតែមានការប្រើប្រាស់ទៅលើវិធីសាស្ត្រមួយហ្នឹងបោកប្រាស់បានដូចគ្នាដែរអញ្ចឹងបងប្អូនត្រូវតែពិចារណាទៅលើរឿងទាំងអស់ហ្នឹងវិញយើងឧទាហរណ៍ជាក់ស្ដែងចោះសម្បីតែយើងរកស៊ីនៅតាមផ្ទះក៏ដោយមួយខែវាមិនអាចកំណត់ថាជាងរាល់ខែត្រូវតែចំណេញ1លានឬក៏ត្រូវចំណេញ2លានបានជាងរាល់ខែខ្លះវាមានឡើងខែខ្លះវាមានចុះតើបងប្អូនអរគ្នាចុះសម្បីតែការ trading តែគេអាចកំណត់ទៅលើប្រាក់ចំណេញឲ្យបងប្អូនអរគ្នា10% 20%បានអត់បើសិនជាមានការធានាទៅលើប្រាក់ចំណេញវាសិតជាផលបាក់រឿងបោកបងប្អូនអរគ្នាពិចារណាឡើងវិញហើយទីសាមួយនេះបច្ចុប្បន្ននៅតែបោកបានសម្រាប់អ្នកដែលលោភលន់អញ្ចឹងបងប្អូនចង់បានចំណេះដឹងទៅលើវិស័យ trading កុំភ្លេច subscribe ក៏ដូចជា follow ទៅលើរៀន trade ហើយស្ដាប់វីដេអូឲ្យចប់បើស្ដាប់ដល់ចប់មិនសួរថាខ្ញុំបោកហើយអូខេបងប្អូនអរគ្នានេះគឺជាចំណេះដឹងខ្លីៗដែលអាចការពារបងប្អូនអរគ្នាជាការពញ្ញាអារម្មណ៍សម្រាប់បងប្អូនអរគ្នាដែល trade នៅក្នុងវិស័យ trading